សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសប្រចាំថ្ងៃបើយោងតាមក្រសួងធនធានទឹកនិងអូតូនិយមដែលបានជូនដំណឹងនៅថ្ងៃទី18ខែកញ្ញានេះបានឲ្យដឹងថាសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអាណ្ដាម៉ាន់ឈូងសមុទ្រថៃអាងទន្លេមេគង្គលើរបបខ្យល់មូសុងនិរតីនិងលើព្រះរាជាណាចក្រកម្ពុជាដែលស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី18ដល់ទី20ខែកញ្ញាឆ្នាំ2025មានលក្ខណៈដូចតទៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់ពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 45% តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់ពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺឧត្តរមានជ័យឧត្តរមានជ័យព្រះវិហារស្ទឹងត្រែងរតនគិរីមណ្ឌលភ្នំដងរែកជួបតំបន់រែកភ្នំក្រវាញតំបន់ជួបភ្នំក្រវាញអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងចន្ទត្រាក់ផ្ទៃដី30លើផ្ទៃដី40តំបន់មាត់សមុទ្រតំបន់មាត់សមុទ្រមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេ35អង្សាសេពីទិសនិរដីនិងអាគ្នេយ៍ពីទិសនិរដីនិងអាគ្នេយ៍3ម៉ែត្រក្នុង1វិនាទី3ម៉ែត្របណ្ដាលឲ្យខេត្តកោះកុងបណ្ដាលសីហនុកំពតសីហនុកែបកំពតនិងបូកូនិងជួបភ្នំបូកូលាយឡំជាមួយផ្គររន្ទះលាយឡំជាមួយផ្គររន្ទះនិងលើផ្ទៃដី20%លើផ្ទៃដី30%មានភូមិមធ្យមអបបរមា0ម៉ែត្រ50បរមា0ម៉ែត្រមធ្យមអតិបរមា1ម៉ែត្រមធ្យមអតិបរមា1ម៉ែត្រដូចបានជម្រាបជូនខាងលើដោយបានជម្រាបជូនខាងលើជនទទួលជ្រាបជាព័ត៌មាន